សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះធម្មពលគំនិតសូមចែករំលែកយុទ្ធសាស្ត្រសំខាន់ដើម្បីដុសខាត់គំនិតក្នុងយុគសម័យដែលមានវិបត្តិជំទិះបែបនេះវាពិតជាពិបាកនឹងរក្សាចិត្តឲ្យបានស្ងប់ស្ងាត់ណាស់ប៉ុន្តែដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាគំនិតគឺជាអំណាចគំនិតគឺជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការបំបែកភាពទាល់ច្រកនៅពេលដែលពិភពលោកខាងក្រៅកំពុងតែច្របូកច្របល់យើងខ្លួនឯងត្រូវពង្រឹងពិភពលោកខាងក្នុងពិភពលោកខាងក្នុងគឺគំនិតយើងត្រូវពង្រឹងគំនិតរបស់យើងឲ្យរឹងមាំហើយនេះគឺជាយុទ្ធសាស្ត្រមួយចំនួនដើម្បីដុសខាត់គំនិតក្នុងស្ថានភាពដែលពិភពលោកកំពុងតែស្ថិតក្នុងភាពស្មុគស្មាញបែបនេះ 1. ការដុសខាត់ចិត្តគំនិតឲ្យចេះបត់បែននៅក្នុងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិការងារជំនាញដែលសំខាន់បំផុតមិនមែនជាអ្វីដែលយើងដឹងដែលយើងចេះពីមុននោះទេប៉ុន្តែគឺជាសមត្ថភាពក្នុងការរៀនអ្វីថ្មីឈប់ត្អូញត្អែការត្អូញត្អែពីវិបត្តិប្រេងឬបំណុលមិនអាចជួយឲ្យតម្លៃប្រេងចុះថោកឬបំណុលរបស់យើងរលាយបាត់ឡើយផ្ទុយទៅវិញវាបំផ្លាញថាមពលគិតរបស់យើងទៅវិញទេយើងគួរតែចេះរៀនបត់បែនតាមស្ថានភាពបើការងារចាស់មានបញ្ហាត្រូវសួរខ្លួនឯងថាតើមានជំនាញអ្វីផ្សេងដែលទីផ្សារកំពុងត្រូវការនៅក្នុងពេលនេះហើយយើងគួរតែចេះចាប់យកអ្វីថ្មីជំនាញថ្មីដើម្បីឱកាសការងារថ្មី2. យុទ្ធសាស្ត្រគ្រប់គ្រងវិបត្តិបំណុលនិងហិរញ្ញវត្ថុគំនិតដែលវិជ្ជមានត្រូវដើរទន្ទឹមនឹងសកម្មភាពដែលមានជាក់ស្ដែងកុំរត់គេចពីតួលេខសរសេរបំណុលនិងចំណាយទាំងអស់ដាក់លើក្រដាសការដឹងពីការពិតជួយឲ្យខួរក្បាលយើងឈប់ភ័យខ្លាចផ្ដោតលើការរកចំណូលដើម្បីតម្រូវការចាំបាច់និងការចរចាជាមួយធនាគារដោយភាពស្មោះត្រង់ជាជាងការបង្ខំចិត្តខ្ចីបំណុលថ្មីមកសងបំណុលចាស់នោះវានឹងធ្វើឲ្យយើងកាន់តែវាក់វិនឬហៅថាវ៉ាន់កជាដើម 3. ការបង្កើតផ្លូវចិត្តឲ្យមានភាពរឹងមាំវិបត្តិគឺជាសាលារៀនដ៏ល្អបំផុតបើយើងចេះទាញមេរៀនពីវាយើងគួរតែមើលឃើញឱកាសនៅក្នុងវិបត្តិព្រោះរាល់ពេលមានវិបត្តិវាតែងតែមានតម្រូវការថ្មីកើតឡើងមនុស្សដែលជោគជ័យគឺជាមនុស្សដែលរកឃើញថាតើគេកំពុងជួបការលំបាកអ្វីហើយគេអាចដោះស្រាយអ្វីបានខ្លះកាត់បន្ថយព័ត៌មានអវិជ្ជមានការតាមដានព័ត៌មានវិបត្តិ24ម៉ោងនឹងធ្វើឲ្យយើងមានអារម្មណ៍ថាពិភពលោកកំពុងតែរលាយកំពុងតែដើរដល់ទីអវសានគួរកំណត់ពេលមើលព័ត៌មាននិងយកពេលដែលនៅសេសសល់មកអភិវឌ្ឍខ្លួនឯងវិញប្រសើរជាង 4. ការលើកទឹកចិត្តនិងផ្ដល់ថាមពលនៃក្តីសង្ឃឹមក្តីសង្ឃឹមមិនមែនជាការយល់សប្តិឡើយប៉ុន្តែវាគឺជាពន្លឺដែលនាំផ្លូវសកម្មភាពកុំទាន់អាលគិតចង់ដោះស្រាយបញ្ហាពិភពលោកឬបញ្ហាបំណុលទាំងដុំឬក៏បំណុលទាំងអស់ចូលដោះស្រាយបញ្ហានៅចំពោះមុខឲ្យបានល្អបំផុតពីមួយថ្ងៃទៅមួយថ្ងៃសិនចេះសេពគប់មនុស្សដែលមានថាមពលវិជ្ជមានក្នុងពេលមានវិបត្តិអ្នកត្រូវការជាចាំបាច់មនុស្សដែលនិយាយពីដំណោះស្រាយមិនមែនមនុស្សដែលនិយាយតែពីបញ្ហានោះទេវិបត្តិគឺជាព្យុះដែលយើងមិនអាចបញ្ឈប់បានប៉ុន្តែយើងអាចបត់ក្តោងដើម្បីឲ្យទូកឬនាវារបស់យើងដើរទៅមុខបានការផ្លាស់ប្ដូរគំនិតពីជនរងគ្រោះនៃវិបត្តិមកជាអ្នកដោះស្រាយបញ្ហានៃវិបត្តិគឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យ
របស់បុគ្គលជោគជ័យ